ខ្ញុំកណ្ណាអាត្មាភាពសូមក្រាបថ្វាយបង្គំជូនចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃដោយសេចក្តីជ្រះថ្លាដ៏ខ្ពង់ខ្ពស់នមស្ការចំពោះព្រះថេរៈគ្រប់ព្រះអង្គនិងចម្រើនពរដល់អ្នកដែលមានអាយុទាំងឡាយចឹងថ្ងៃនេះអាត្មាភាពសូមចែករំលែកនៅអត្ថបទថ្មីមួយថ្មីខ្លីហើយខ្លីទៀតហើយតែខ្លឹមដែលជូនចំពោះអ្នកដែលមានអាយុទាំងឡាយនឹងស្ដាប់បាននៅការពិចារណាដែលមានចំណងជើងថាបិទផ្លូវដកថយរបស់ខ្លួនឯងបានន័យថាគឺអត់អាចដើរបកក្រោយបានហើយគឺមានតែទៅមុខបន្តអញ្ចឹងណាអញ្ចឹងបិទផ្លូវក្រោយបិទផ្លូវដកថយរបស់ខ្លួនឯងនាសម័យដ៏យូរលង់ណាស់មកហើយមានអ្នកចម្បាំងដ៏អស្ចារ្យមួយរូបត្រូវប្រឈមនឹងស្ថានភាពដ៏អាក្រក់មួយដោយគេត្រូវលើកតបទៅប្រយុទ្ធជាមួយនឹងសត្រូវដែលមានកម្លាំងតបច្រើនជាងអញ្ចឹងដើម្បីយកជ័យជំនះគេបានបដិញ្ញាចិត្តថាត្រូវតែឈ្នះសង្គ្រាមលើកហ្នឹងឲ្យបានអញ្ចឹងពេលដែលធ្វើដំណើរទៅដល់ទឹកដីរបស់សត្រូវហ្នឹងបានបញ្ជូនទាហានហើយនឹងអាវុធឧបករណ៍ចេញពីទូកអស់ហើយក៏បានបញ្ជាឲ្យដុតទូកហ្នឹងចោលទៀតហើយមុននឹងប្រយុទ្ធគេបានប្រកាសប្រាប់ពួកទាហាននឹងថាអ្នកទាំងអស់គ្នាឃើញទូកដែលកំពុងតែឆេះនោះហើយពួកយើងនឹងមិនអាចចាក់ចេញពីទីនេះបានទេបើសិនជាយើងចាញ់គេនោះដូច្នេះពួកយើងគឺត្រូវតែឈ្នះនៅក្នុងការប្រយុទ្ធលើកហ្នឹងហើយបើមិនដូច្នេះទេយើងនឹងត្រូវស្លាប់នៅទីនេះអញ្ចឹងទីបំផុតក៏ពួកគេឈ្នះអញ្ចឹងមនុស្សគ្រប់គ្នាដែលអាចយកឈ្នះឧបសគ្គផ្សេងបានហ្នឹងគឺត្រូវតែបិទគ្រប់ផ្លូវដែលជាផ្លូវណាដែលជាផ្លូវដែលត្រូវដែលយើងត្រូវដកថយណាយើងត្រូវតែបិទគ្រប់ផ្លូវអញ្ចឹងនេះគឺជាគោលការណ៍ចិត្តវិទ្យាក្នុងការជំរុញក្តីប្រាថ្នារបស់ខ្លួនឯងហ្នឹងឲ្យបានសម្រេចជោគជ័យសូមអរគុណនិងសូមអរគុណដែលខំចំណាយពេលវេលាស្ដាប់នៅអត្ថបទខ្លីរបស់ខ្ញុំមកករណាអាត្មាភាព